បន្ទាត់ក្រហមក្នុងការតបតទៅកាន់ទាហានថៃត្រូវបានកំណត់រួចរាល់ហើយបងប្អូនដោយសម្ដេចតេជោហ៊ុនសែនបានប្រកាសការពីព្រឹកមិញនេះគឺសម្ដេចគឺ cancel ក្នុងការទៅចូលរួមកម្មវិធីផ្សេងៗទាំងអស់ដោយនៅចូលរួមជាមួយនឹងនាយករដ្ឋមន្ត្រីរបស់យើងក៏ដូចជាថ្នាក់ដឹកនាំផ្សេងៗទៀតបងប្អូនដោយសម្ដេចបានកំណត់នៅបន្ទាត់ក្រហមក្នុងការតបតទៅកាន់ទាហានថៃដោយសារតែពួកវានឹងគឺបាញ់មកយើងអត់ឈប់ទេបងប្អូនវាប្រើតាំងពីកាភ្លើងដៃប្រើតាំងពីកាភ្លើងយន្ត B40 ប្រើតាំងពីគ្រាប់ត្បាល់ប្រើរហូតដល់ទៅរត់ក្រោះព្រឹកមិញនេះទៀតអញ្ចឹងទៅសម្ដេចក៏បានដាក់បន្ទាត់ក្រហមឲ្យទៅមេបញ្ជាការគ្រប់ជាន់ថ្នាក់ដើម្បីអប់រំបងប្អូននីពលទាហានឲ្យបានយល់ដឹងគ្រប់គ្នាដូច្នេះយើងរក្សាក៏ដូចជាស្រឡាញ់សន្តិភាពយើងគោរពនៅបទជប់បាញ់គោរពនៅកិច្ចព្រមព្រៀងសន្តិភាពប៉ុន្តែខាងថៃវាតែងតែបំពេញយើងម្ដងហើយម្ដងទៀតដូច្នេះការអត់ធ្មត់គឺមានដើមកំណត់បងប្អូនគឺនៅពេលដែលខាងថៃនេះគឺឆ្លងបន្ទាត់ក្រហមគឺសម្ដេចប្រកាសជានឹងវិបកទៅវិញហើយព្រោះការអត់ធ្មត់គឺមានដែនកំណត់បងប្អូនប៉ុន្តែយើងលក្ខខណ្ឌនៃការតបតគឺសម្ដេចគឺគាត់មានយុទ្ធសាស្ត្ររបស់គាត់អញ្ចឹងរហូតដល់ពេលនេះគឺសម្ដេចបានកំណត់នៃការតបតទៅកាន់ទាហានថៃហើយដោយបន្ទាត់ក្រហមនៅត្រឹមណាគឺយើងអត់ដឹងទេអញ្ចឹងយើងមានតែរងចាំមើលចំណាត់ការបន្តទៀតតើថៃវាយលុករបៀបម៉េចបានយើងត្រូវតបតទៅវាប្រើសភាវុធអីបានយើងតបតទៅវាព្រោះការសង្គ្រាមគឺវាអត់មានអីចំណេញទេគឺវាមានតែខាតទេអញ្ចឹងក្នុងនាមយើងជាប្រជាពលរដ្ឋខ្មែរមានតែជឿជាក់ទៅលើឋានៈដឹកនាំព្រោះឋានៈដឹកនាំយើងគឺគាត់ស្រឡាញ់សន្តិភាពមិនចង់មានសង្គ្រាមទេប៉ុន្តែបើគេបំពេញម្ដងហើយម្ដងទៀតនោះហើយគឺជាការអត់ធ្មត់មានដែនកំណត់បងប្អូន Boost Strong ញ៉ាំ Boost Strong ឆ្ងាញ់ជាងគេ